ទេសថៃគឺចេះនិយាយដែរបាទគាត់ចេះនិយាយថាចង់បានសន្តិភាពឲ្យមានសន្តិភាពនៅប្រទេសគឺធ្វើម៉េចឲ្យមានភាពអត់ធ្មត់ចង់បានសន្តិភាពនៅអឺតំបន់មជ្ឈមបូព៌ាអញ្ចឹងណាគាត់ចង់បានដូចអនុទានដូចជារដ្ឋមន្ត្រីក្រសួងការបរទេសថៃអីគេនិយាយទៅនិយាយទៅល្អនិយាយទៅអ៊ូល្អអញ្ចឹងណាបាទដំណាក់កាលនេះបងប្អូនបើអ្នកពិតជាចង់បានសន្តិភាពមែនបាទមិនមែននៅបាទលោកអនុទានបកសង្គ្រាមជាមួយប្រទេសកម្ពុជាក្នុងប្រទេសទុនខ្សោយទេហើយលោកមិនបាច់ចូលយល់លេសគ្រប់បែបយ៉ាងទេប្រទេសកម្ពុជាអត់មានអីទៅតបតអ្នកឯងវិញបានទេអ្នកឯងត្រូវយល់អញ្ចឹងហើយមិនអ្នកឯងថាប្រទេសកម្ពុជានាំចំនួនដល់អ្នកឯងគឺអ្នកឯងនិយាយខុសមួបកាច់ប្រទេសកម្ពុជាទាំងស្រុងហើយអ្នកឯងថាចង់បង្កសេដ្ឋកិច្ចឲ្យមានការរីកចម្រើនស្អីមានឱកាសមានអីហ្នឹងថាអ្នកឯងនិយាយផោធ្វើជាបទប្រទេសនេះហើយអ្នកឯងដែលធ្វើបាបប្រទេសកម្ពុជារឿងសាំងបងប្អូនឥឡូវសាំងប្រទេសថៃគឺកំពុងតែមានបញ្ហាដែរសាំងបាទឃើញប្រជាជនគេចាក់សាំងចាក់អីច្រើនណាស់អញ្ចឹងណាបាទចលាចលហើយស្រុកខ្មែរយើងនេះយើងមានបាទទោះបីជាយើងបិទសាំងពីថៃមកមែនតែរដ្ឋាភិបាលយើងគាត់ឆ្លាតគាត់វាងវៃគាត់មានសាំងគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ប្រទេសកម្ពុជាយើងបាទព្រួយបារម្ភទេបងប្អូនទាំងអស់គ្នាបាទបញ្ហាហ្នឹងហើយយើងមិនភ្លេចទេបងប្អូននៅការឈ្លានពានរបស់ប្រទេសថៃអនុស្សាវរីយ៍មួយនេះជូរចត់មួយនេះយើងអត់ភ្លេចតតសោះប្រជាជនខ្មែរទៅរួបរวมគ្នាទាំងក្នុងទាំងក្រៅប្រទេសឈប់ហែកគេឈប់ហែកគ្នាទៅវិញមកឈប់ស្អប់ខ្ពើមគ្នារវាងខ្មែរនិងខ្មែរក្នុងខ្មែរក្រៅទាំងអស់បាទសូមកុំហែកគ្នាបងប្អូនជប់ហែកគ្នាទៅគឺសម្រួលគ្នាគឺចាស់អស់ហើយបងប្អូនយើងចិត្តស្លាប់ទៅហើយយើងទៅធ្វើបុណ្យធ្វើទានធម៌អាយទៅជប់ទៅសម្រាប់ទៅហើយទុកឲ្យក្មេងៗចំនួនក្រោយគាត់ធ្វើទៅហើយយើងសម្រាប់ទៅរៀងខ្លួនទៅហើយយើងកុំមាននិន្នាការមួយនៅតែអញត្រូវតែសម្លាប់ហែងអញត្រូវតែទម្លាក់ហែងអញត្រូវតែហែងវិនិច្ឆ័យវិញបាត់ឈប់ទៅអាធរសងសឹកទៅវិញទៅមកបានប្រយោជន៍ឯខ្មែរយើងបាត់បង់ទឹកដីតាំងពីឆ្នាំនេះដោយសារអញ្ចឹងឯងដោយសារធរអញ្ចឹងឯងដោយសារតាធរគឺចំណែនគ្នានេះគ្នាគឺតាមបំបាក់គ្នាទៅវិញទៅមកគឺសម្រាប់ទៅបងប្អូនចាប់ដៃគ្នាសាមគ្គីគ្នាទាំងក្នុងក្រៅប្រទេសហើយនៅខាងក្នុងអញ្ចឹងណាត្រូវតែមានការអធិស្ឋានគ្នាទៅវិញទៅមកឈប់ចាប់ចងឈប់ចាប់បោះចាប់ឈប់អីយ៉ាងម៉េចគឺយើងសម្រាប់កន្លែងហ្នឹងគឺយើងចាប់ដៃសហការគ្នាដើម្បីរួបរวมគ្នាសាមគ្គីគ្នាជារៀងរហូតហើយយើងធ្វើខ្មែរយើងខ្លាំងសេដ្ឋកិច្ចពេលដែលយើងខ្លាំងសេដ្ឋកិច្ចគឺអាចយើងខ្លាំងតបយើងអាចខ្លាំងយោធាយើងគ្រាន់តែយកយោធាតបនឹងដើម្បីទប់ទល់ក្នុងប្រទេសរបស់យើងតែមកគ្មានចង់ទៅពៀតឈ្លានពានអាណាគេដូចថៃឈ្លានពានខ្មែរទេបាទហើយយើងឃើញហើយថាជាងគាត់ឈ្លានពានយើងប៉ុណ្ណឹងហើយគាត់ថាគាត់មិនទាន់ឈ្លានពានយើងទៀតខ្ញុំដឹងថាយ៉ាងម៉េចទេបាទដីរបស់ខ្ញុំបាត់បង់ទៅលើអ្នកឯងហើយពីមុនមកវាអត់អញ្ចឹងផងឥឡូវខុសពីអញ្ចឹងហើយអ្នកឯងអត់ប្រើគួរកន្លែងហ្នឹងគិតមើលអ្នកឯងដូចអត់សូវឆ្លាតបាទឆ្លាតតែរឿងថាទាំងត្រៀមដីគេឈ្លានពានដីគេរបស់គេប៉ុណ្ណឹងហើយខ្ញុំគិតថាអ្នកឯងថាចង់បានសន្តិភាពនៅមជ្ឈមបូព៌ាអ្នកឯងកុំនិយាយខកគេផេះខ្ញុំថាផេះហ្មងចង់បានសេដ្ឋកិច្ចអីរីកចម្រើននៅផ្សារលងគ្រឿងអ្នកឯងព្រមស្ដាប់នៅផ្សារលងគ្រឿងនៅអរញ្ញប្រទេសបាទនៅជាប់ព្រំដែនកម្ពុជានៅប៉ោយប៉ែតណាប្រជាជនកំពុងតែវេទនាព្រំដែនផ្សេងទៅទៀតកំពុងតែវេទនាគ្មានលុយបងធនាគារបងអីផងអ្នកឯងមិនគិតសេដ្ឋកិច្ចទាំងសេដ្ឋកិច្ចទៅរើគ្រាប់នៅនេះទៅរើគ្រាប់នៅមជ្ឈមបូព៌ានៅប្រទេសអារ៉ង់មែនបាទគេមកឲ្យរើប្លង់ដាច់ក្បាលដាច់អីណាលោកអាណាទីនបាទកុំប្រទេសផ្ដាស់បាទហើយខ្ញុំជឿថាទម្លាក់កំបិតចុះទាំងអស់គ្នាទៅបាទខ្លាយខ្លួនជាព្រះបាទយកធម៌អហិង្សាយើងមិនអាចយកសង្គ្រាមទៅបង្ក្រាបសង្គ្រាមបានទេបងប្អូនបាទខ្ញុំចង់ចាំសម្ដេចហ៊ុនសែនបាទដែលជានាយករដ្ឋមន្ត្រីអតីតនាយករដ្ឋមន្ត្រីបាទនៃប្រទេសកម្ពុជាកាលពីមុនបាទគាត់បាននិយាយថាមិនអាចយកសង្គ្រាមទៅបង្ក្រាបសង្គ្រាមបានទេបាទបងប្អូនភ្លើងកំពុងតែឆេះយើងយកទៅសាំងយើងចាក់វាមិនដែលមានយើងមានតែយកសាប៊ូឬក៏យកទឹកយកទៅជះបានអាចយើងមិនអាចយកភ្លើងកំពុងឆេះយកសាំងយកទៅបង្ក្រាបកុំឲ្យវាឆេះបានទេបងប្អូនបាទអញ្ចឹងសង្គ្រាមនៅអ៊ីរ៉ង់បងប្អូនគឺបងប្អូនយុត្តិធម៌ទេនៅពេលដែលសង្គ្រាម2ទល់1ឬក៏3ទល់1 5ទល់1ឥឡូវហ្នឹងគឺដល់អឺរ៉ុបមកតាមជួយទៀតដូចជាបារាំងដូចជាបាទបារាំងអាល្លឺម៉ង់ហើយនឹងអង់គ្លេសទៀតមកសម្រុកមកជួយមកវាយអ៊ីរ៉ង់មកវាយអ៊ីរ៉ង់តែម្ដងដែលនឹកឃើញថាអ៊ីរ៉ង់បានបាញ់គ្រាប់មួយទៅដល់អឺរ៉ុបដែរអញ្ចឹងណាវាមានប៉ះពាល់ទៅដល់សន្តិសុខអឺរ៉ុបអញ្ចឹងការនិយាយបែបនេះបាទអញ្ចឹងបានមូលហេតុដែលគេមិនឲ្យដាក់កងទ័ពអាមេរិកចង់ដាក់កងទ័ពនៅអេស្ប៉ាញមិនឲ្យនឹងខឹងអេស្ប៉ាញយ៉ាងខ្លាំងបាទអាមេរិកខូចមែនទេបងប្អូនបាទសវត្ថភាពនៃប្រទេសគេមិនឲ្យដាក់រឿងរបស់គេទៅឲ្យអ្នកឯងតាក់ទងនឹងអាការតំណែងតំណងការទូតតំណែងតំណងពាណិជ្ជកម្មគេមនុស្សខូចប្រទេសខូចអញ្ចឹងបងប្អូនខ្ញុំឲ្យខូចតែម្ដងខ្ញុំស្រឡាញ់អាមេរិកនឹងលទ្ធិប្រជាធិបតេយ្យស្រឡាញ់សេរីភាពបាទក្នុងការបញ្ចេញមតិស្រឡាញ់សេរីភាពក្នុងការបញ្ចេញយោបល់សេរីភាពក្នុងការរស់នៅហើយនឹងលទ្ធិប្រជាធិបតេយ្យហើយជាពិសេសគឺស្រឡាញ់នៅគេហៅថាភាពស៊ីវិល័យភាពស្អីគេវិជាសាស្ត្រឬក៏បាទ
អ្វីទំនើបខ្ញុំស្រឡាញ់ប៉ុន្តែអាការដែលខ្ញុំមិនចូលចិត្តគឺការដើរទន្ទ្រានដើរគម្រាមគេគ្រប់បែបយ៉ាងគឺនឹងខ្ញុំអត់ពេញចិត្តទេបងប្អូនគម្រាមគេគ្រប់បែបយ៉ាងអត់ពេញចិត្តទេអាងប្រទេសខ្លួនឯងសេដ្ឋកិច្ចខ្លាំងអាងប្រទេសខ្លួនឯងគឺមានសភាវុធខ្លាំងឯងដើរទៅធ្វើបាបគេ2ទល់1 3 4បងប្អូននេះយុទ្ធធម៌ទេនៅលើរីងបើសិនបើគេដាក់3ម៉ោងខ្លាំងហើយអាមួយខ្សោយអាមួយខ្លាំងហើយមានថែមអាមួយទៀតបាទសមទេបងប្អូនសូម្បីបងប្អូននៅគិតថាយុទ្ធធម៌បងប្អូនខ្ញុំនិយាយចំពោះអ្នកដែលកាន់ជើងអាមេរិកជាច្រើនបាទខ្ញុំក៏កាន់ជើងអាមេរិកដែរប៉ុន្តែខ្ញុំអត់កាន់ជើងមកថាដើរពំពេញគេនឹងដើរខ្លាំងអាងតែខ្លួនឯងខ្លាំងតែខ្ញុំវាបាត់បង់នៅស្ដាប់នប់សង្គមបាត់បង់នៅស្ដាប់នប់សង្គមបាត់បង់នៅស្ដាប់នប់ពិភពលោកបាទអន្តរជាតិគេថ្កោលទោសច្រើនអន្តរជាតិគេណាក៏គេនិយាយដែរប្រទេសមួយចំនួនដែលគេមិនហ៊ាននិយាយដោយសារអីខ្លាចអាមេរិកថាចេះខ្លាចអាមេរិកផ្ដាច់ដាក់ទុនដាក់នៅសារមនុស្សយើងអញ្ចឹងលំអៀងព្រោះស្អប់លំអៀងព្រោះស្រឡាញ់បងប្អូនដោយសារអាមេរិកខ្លាចអាមេរិកដាក់ពុនដាច់ដោះពុនអត់ហ៊ាននិយាយទេបើឃើញការពិតមិនហ៊ាននិយាយការពិតទេតែបើសិនបើឲ្យគេនិយាយស្មើភាពវិញអាមេរិកខ្ញក់បាត់ហើយបើអាមេរិកនៅដល់ឥឡូវនេះខ្ញុំសួរបងប្អូនបើអាមេរិកនៅតែអញ្ចឹងរហូតនៅតែដើរធ្វើអញ្ចឹងដើរទៅសម្លាប់គេដើរទៅតែបំផ្លាញប្រទេសគេអាមេរិកនិងអ៊ីស្រាអែលនេះពីរប្រទេសនេះនឹងគ្មានផែនដីនៅលើពិភពលោកទេបងប្អូនអនាគតបងប្អូនចាំមើលចាំពាក្យសម្ដីរបស់ខ្ញុំនិយាយអាមេរិកនឹងគ្មានផែនដីនៅលើពិភពលោកទេប៉ុន្តែខ្ញុំជឿថាมันអាចទៅរួចព្រោះថាប្រជាជនអាមេរិកភាគច្រើនបំផុតណាភាគច្រើនបំផុតហើយនឹងសភារបស់អាមេរិកគឺគាត់មិនចង់ធ្វើសង្គ្រាមទេនេះកន្លែងហ្នឹងណាអញ្ចឹងអ្នកដែលចង់ធ្វើសង្គ្រាមគឺថ្នាក់ដឹកនាំគឺលោកដូណាល់ត្រាំអ្នកដឹកនាំប្រធានាធិបតីរបស់អាមេរិកមួយឡើងមកកាន់មកហ្នឹងអាហ្នឹងប្រទេសអ្នកខ្លះគេចង់បានសន្តិភាពអ្នកខ្លះគឺចង់ថាខ្លួនឯងខ្លាំងគេលោកដូណាល់ត្រាំថា American Great Again American First គេគាត់និយាយពាក្យហ្នឹងបានថាលោភៈចម្ពាក់ពេញគូតតែម្ដងអើយបងប្អូនដល់លោភៈតែមានកលេសពេញគូតហើយបាទបងប្អូនគ្មានគិតអាណាណីទេអត់តែខ្លួនឯងខ្លាំងក៏ពៀនគេទាំងអស់កាត់សរសៃដៃកាត់សរសៃជើងគេបាទណាសរសៃសេដ្ឋកិច្ចចិនសរសៃសេដ្ឋកិច្ចរុស្ស៊ីឃើញគេខ្លាំងឃើញគេមិនបានឃើញគេទៅខ្លាំងនៅកន្លែងណាកាត់កន្លែងហ្នឹងទៅនៅវេណេស៊ូឡាអូទៅសម្លេះវេណេស៊ូឡាឥឡូវឃើញនៅអ៊ីរ៉ង់ទៅមកសម្លេះនៅអ៊ីរ៉ង់ឃើញសេដ្ឋកិច្ចរបស់គេរីកចម្រើនមិនចង់ឲ្យសេដ្ឋកិច្ចគេរីកចម្រើនគេទិញគ្រាប់ទិញអីស្ពាវវុធទៅប្រឆាំងនឹងគាត់អញ្ចឹងណាមិនចង់ឲ្យគេរីកចម្រើនអញ្ចឹងអាមេរិកគឺកន្លែងហ្នឹងគឺខូចកន្លែងហ្នឹងឯងហើយឃើញចិនឃើញអីទៅដល់នៅកោះ Greenland ចង់វាយកោះ Greenland របស់ដាណាម៉ាទៀតហេវាអយុត្តិធម៌អញ្ចឹងបងប្អូនឯងរឿងចុះរឿងឡើងចង់ទៅលេងស្អីណាប្រទេសស្អីកាណាដាជាប់ខ្លួននឹងទៀតហ្មងអញ្ចឹងគឺថាអាងតែខ្លួនឯងខ្លាំងប៉ុន្តែខ្លាំងនឹងគឺมันអាចបានរហូតទេបងប្អូននៅលើលោកនេះគ្មានអ្វីជាអមតៈទេបងប្អូនมันអាចអមតៈឡើយបងប្អូនណាចងចាំខ្ញុំណាมันអាចអមតៈទេបាទពិភពលោកនេះបាទនឹងមានយើងមានគេណាបាទប្រសិនបើយើងនៅអញ្ចឹងបើថ្ងៃណាមួយគេរួបរวมគ្នាគេវាយអាមេរិកមានទ្រព្យមហាសាលយ៉ាងម៉េចដោយមានសពាវុធមហាសាលយ៉ាងម៉េចខ្លាំងបែបណាក៏ដោយទប់ទល់ជាមួយប្រទេសច្រើនអត់រួចទេបាទតាកាណាដាដាក់ផ្លិចនៅជាប់គាត់មេស៊ីកូដាក់ផ្លិចប្រទេសដទៃទៀតដាក់សមុទ្របាយមកវាយគាត់គ្រប់គ្នាទោះមានស្អីគេហៅថារ៉ាដាការពារស្អីការពារជីតាការពារក៏ទៅរួចតិចទាំងអស់ប៉ុន្តែខ្ញុំថាអត់អាចទៅរួចដោយសារតែប្រជាជនអាមេរិកត្រូវការសន្តិភាពរដ្ឋាភិបាលហើយនឹងជាពិសេសគឺសភាអាមេរិកមិនបោះឆ្នោតឲ្យប្រធានាធិបតីណាមួយធ្វើសង្គ្រាមនោះទេអាហ្នឹងគឺមកពីដូណាល់ត្រាំគាត់ចង់ធ្វើសង្គ្រាមខ្លួនឯងកន្លែងហ្នឹងបងប្អូនចងចាំឲ្យជាប់អញ្ចឹងបងប្អូនអរគ្នាខ្ញុំសរុបបន្តិចគឺថាបើសិនបើយើងចង់បញ្ចប់សង្គ្រាមអត់មានពិបាកទេយកធម៌សន្តិភាពធម៌អហិង្សាបាទណាបាទហើយត្រូវមានមនុស្សយើងត្រូវមានមេត្តាមានករុណាមុទិតានៅក្នុងខ្លួនបាទណាកាលណាយើងមានអានឹងក្នុងខ្លួនគឺយើងបានសុខសន្តិភាពអញ្ចឹងបងប្អូនហើយប៉ុន្តែបើយើងអត់មានអានឹងក្នុងខ្លួនទេអត់បានសុខសន្តិភាពទេបាទទីបំផុតទៅថ្ងៃណាមួយវាអត់អមតៈទេអត់មាននៅបងធំរហូតទេវាអាចនៅថ្ងៃក្រោយបងតូចហើយជួនកាលបាត់អាបងធំបងតូចទៀតបាត់ដីមកអ៊ីស្រាអែលនឹងបាត់ដីមិនសាទៀតបើនៅតែបំពេញគេដើរធ្វើចឹងពួកគេឥឡូវទៅវាយនៅលីបង់ទៀតបងប្អូនគេទៅវាយនៅលីបង់ទៀតទៅយល់100000នាក់ទៅវាយតាមជើងគោកតបាទរកក្រោះទៅវាយគេបំពេញហ្នឹងចូលខ្លាចឈ្លានពានដីគេណាបងប្អូនហ្នឹងណាបាទទោះបីជាមានអីគេថាក្រុមស្អីគេហេម៉ាឡោះហ្នឹងដែលមិនក្រុមស្អីនេះនោះបាទដែលវាយបាញ់ខ្សងសឹកជំនួសលោកអាលីកាម៉ាណេហ្នឹងគឺបាទអ៊ីស្រាអែលធ្វើការតបតទៅវិញបាទប៉ុន្តែអ៊ីស្រាអែលសួរថាគាត់មានទ្រព្យមានគ្រាប់ប្រមាណបាទថ្ងៃក្រោយក៏អស់ដល់ពេលអស់យ៉ាងម៉េចដែរបាទគេសម្ពងវិញហើយបងប្អូនកុំភ្លេចកន្លែងហ្នឹងណាបាទហើយតអត់អាមេរិកជួយ support ក្រោយងាប់ទៀតបាទអញ្ចឹងកន្លែងហ្នឹងអ្វីយើងអត់អោនគ្នាទៅវិញទៅមកមានតែធွာអត់អោនទេបងប្អូនបានយើងនៅបានយូររហូតអញ្ចឹងណាបងប្អូនបាទអញ្ចឹងថ្ងៃនេះខ្ញុំមានប៉ុណ្ណឹងក្នុងការដែល
ចែករំលែកបងប្អូនសូមបងប្អូនអភ័យទោសចំពោះពាក្យសម្ដីរបស់ខ្ញុំដែលនិយាយខុសយើងអាចកែជួយកែសម្រួលគ្នាបានបងប្អូនណាបាទបងប្អូនកែសម្រួលខ្ញុំស្វាគមន៍ជានិច្ចក្នុងការកែសម្រួលហើយនិយាយរួមទៅមនុស្សយើងតែមានកំហុសបាទសូមអរគុណដែលបងប្អូនបានស្ដាប់សូមបងប្អូនកុំភ្លេចចុច Subscribe និងជួយ like ជួយ share ឬក៏បាទបងប្អូនជួយអ្នកទាំងអស់គ្នាបាទហើយអរគុណច្រើនហើយសូមឲ្យបងប្អូនមានសុខភាពល្អរស់ស៊ីមានបានហើយប្រកបបានសេចក្តីសុខទៅណាមកណាគឺសុវត្ថិភាពតាមផ្លូវទាំងអស់គ្នាបាទអរគុណច្រើន